បន្ទាប់ពីយើង verify ហើយយើងចូលដល់ដំណាក់កាលមួយទៀតគឺការបង្កើត account trade អញ្ចឹងខ្ញុំណែនាំបងប្អូនឲ្យប្រើប្រាស់ទៅលើ MT5 ហ្មងទៅអញ្ចឹងបងប្អូនឈរនៅលើផ្ទៃហ្នឹងឃើញពាក្យ open a new account បើសិនជាបងប្អូនមិនឃើញទេវាអាចនឹងរត់មក investment VPS ឬក៏ឆាតអីបងប្អូនចុចពាក្យ account នេះមកឃើញហើយចុចពាក្យ account ហ្នឹងមកឃើញហើយអញ្ចឹងបងប្អូនចុចពាក្យ open a new account ត្រង់នេះបើបងប្អូនចុចឈ្មោះតាមអ្វីដែលខ្ញុំណែនាំបងប្អូនចុចនៅលើនេះចុចនៅលើហ្នឹងមកនឹងមាន MT5 Real Standard Swap Free ហើយតែបើសិនជាបងប្អូនចុះឈ្មោះអត់ជាប់តាមអ្វីដែលខ្ញុំបង្ហាញទេអត់មានទេពួកអស់នេះនេះជា VIP account អញ្ចឹងយើងប្រើទៅលើ MT5 បងប្អូនចុចលើ MT5 Real Standard Swap Free នេះមកអញ្ចឹងខ្ញុំចុចលើហ្នឹងហើយលើ break ដាក់1លើ 1000 មកក៏បានដាក់1លើ 1000 រួចហើយចុច open account ចុចពាក្យ open account ចុចពាក្យ open account ហ្នឹងមកហើយ account ហ្នឹងគេនឹងផ្ញើទៅកាន់ email របស់បងប្អូនឬក៏បងប្អូនអាចកត់ទុកបានកត់ទុកនៅហ្នឹងទៅហើយចាំវីដេអូក្រោយខ្ញុំបង្ហាញអំពីការយក account ហ្នឹងទៅដាក់នៅក្នុង MT5